មកជួបគ្នាជាមួយនឹងការបង្ហាញនៅបរិយាកាសក្នុងការរស់នៅក្នុងគម្រោងទី5 Boreo ONC Villa បាទដោយបងប្អូនបានឃើញទេគឺជាផ្ទះបរតិជនដែលគាត់បានចូលរស់នៅហើយបាទអញ្ចឹងដោយបងប្អូនបានឃើញនេះគឺឃើញម៉ូដស្អាតលបងស្អាតនេះណាគឺខាងម្ចាស់ផ្ទះគាត់បានបដូរហើយផ្ទះគាត់ជាប្រភេទផ្ទះកែងហើយគាត់បានបដូរម៉ូដលបងហើយបានធ្វើជាទ្វារលបងបាន2ច្រកទៀតណាបងប្អូនបាទតែបើសិនជាប្រភេទផ្ទះដីកែងដូចបរិយថែមឲ្យគឺដូចខាងនោះបងប្អូនផ្ទះភ្ញៀវខាងនោះបាទបានលបងអញ្ចឹងណាបងប្អូនបាទអញ្ចឹងថ្ងៃនេះបងប្អូននឹងមកបង្ហាញពីទស្សនវិជ្ជាបរិយាកាសរស់នៅក្នុងគម្រោងទី5របស់ Boreo ONC បាទថាការរស់នៅបរតិជនដូចម្ដេចដែរហើយការរៀបចំផ្ទះបរតិជននីមួយៗហ្នឹងតែគាត់រៀបចំខុសប្លែកគ្នាបែបណាខ្លះចឹងណាបងប្អូនបាទអញ្ចឹងសម្រាប់ផ្ទះនៅ Boreo ONC គឺយើងមានຂະຫນາດស្តង់ដារផ្ទះទំហំផ្ទះតែមួយទេបងប្អូនបាទប៉ុន្តែដោយបងប្អូនបានឃើញអាចអតិជនគាត់ទិញនៅទំហំដីថែមអញ្ចឹងណាបងប្អូនបាទហើយដូចផ្ទះភ្ញៀវនេះគឺគាត់ទិញនៅប្រភេទផ្ទះដីធំបងប្អូនបាទផ្ទះមួយប្លង់ដីមួយប្លង់ណាបាទបងប្អូនបាទហើយតម្លៃផ្ទះដីធំអញ្ចឹងតម្លៃតែ8-10ម៉ឺនជាងទេបាទតែបងប្អូនមើលប្រភេទផ្ទះដីកែងដូចផ្ទះភ្ញៀវមិនអញ្ចឹងណាបងប្អូនផ្ទះដៃស្មិតមុនហ្នឹងទៅ14ម៉ឺនជាងទេបងប្អូនបាទអញ្ចឹងបងប្អូនបានផ្ទះសំណង់ឥដ្ឋ20ដំបូលប្រក់ក្បឿង4បន្ទប់គេង4បន្ទប់ទឹកទៀតណាបាទហើយយើងប្រក់នៅដំបូលក្បឿងបាទហើយមុននឹងប្រក់ក្បឿងហ្នឹងគឺយើងបានទ្រាំនៅសង្កសីពីក្រោមក្បឿងដែរបាទដើម្បីការពារនៅថ្ងៃខាងមុខបាទអញ្ចឹងយើងប្រើប្រាស់នៅពេលយូរទៀតអញ្ចឹងយើងការពារទុកឲ្យហើយបាទកុំឲ្យពិបាកបងប្អូនមានបញ្ហាទៅថ្ងៃមុខអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងប្អូនដែលបាទធ្វើការទិញផ្ទះនៅ ONC គឺបងប្អូនអាចកែនៅម៉ូដលបងបានបាទដោយផ្ទះភ្ញៀវបងអូននេះបាទគឺគាត់កែនៅម៉ូដលបងហើយភ្ញៀវខាងនេះក៏គាត់កែនៅម៉ូដលបងដែរបាទទៅតាមការឆ្លាញ់តាមការរៀបចំរបស់គាត់បាទអញ្ចឹងយើងអាចរៀបចំកែគុណបានអញ្ចឹងណាបងប្អូនបាទលើកលែងតែបរិយហាមលើកលែងតែកែនៅពណ៌ផ្ទះទេបាទនៅម៉ូដផ្ទះអញ្ចឹងណាតែបើយើងចង់ថែមលបងថែមប្រយ៉ាបបាទថែមប្រយ៉ាបដូចផ្ទះភ្ញៀវចេះអីក៏បានដែរបាទគឺបរិយអត់ហាមទេអញ្ចឹងបងប្អូនអាចកែគុណបានបាទបងប្អូនចង់ធ្វើលបងអញ្ចឹងក៏បានឬក៏ធ្វើលបងម៉ូដដែលបងប្អូនស្រឡាញ់ក៏បានដែរអញ្ចឹងនៅគម្រោងទី5យើងនេះគឺអត់ស្ងប់ស្ងាត់ទេបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែសម្លឹងរកមើលផ្ទះបាទបងប្អូនអាចមកមើលនៅ ONC សិនបានបាទដែលទីតាំងយើងនៅខាងផ្លូវទំនប់កប់ស្រូវនឹងទេបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលធ្វើដំណើរចេញពីEON មកបាទ EON 2ធ្វើដំណើរតែប៉ុង20នាទីជាងទេបាទហើយបើសិនធ្វើដំណើរមកបើសិនជាបងប្អូនធ្វើដំណើរចេញពីខាងស្ពានលីយ៉ុងផាត់បាទខាងមន្ទីរពេទ្យជាតិតេជោខាងផ្សារអង្គរថ្មីតែខ្ទង់ចន្លោះ5-10ទៅ8-10នាទីទេគឺបងប្អូនមកដល់បរិយាយើងហើយបាទបរិយាយើងនៅខាងផ្លូវកប់ស្រូវនឹងដែរហើយចុះពីកប់ស្រូវមកតែខ្ទង់7នាទីទេណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍បងប្អូនអាចអញ្ជើញមកមើលបានបាទសម្រាប់ទីតាំង Google Map បន្ថែមទៀតបងប្អូនអាចទុកជា Telegram មួយខ្សែមកដើម្បីឲ្យក្រុមការងារគាត់តម្លាក់ Google Map ជូនបងបានពិនិត្យមើលទីតាំងថាត្រូវនឹងអ្វីដែលបងចង់បានអត់ចឹងណាបាទអញ្ចឹងបងប្អូនអាចសាកសួរព័ត៌មានអត់បន្ថែមទៀតបានបាទអញ្ចឹងនេះបងប្អូនផ្លូវបន្ទាប់ទៀតដែលភ្ញៀវគាត់បានទិញហើយដូចផ្ទះខាងនេះគាត់ទិញផ្ទះមួយប្លង់មួយប្លង់ដែរបាទគាត់កែគុណនៅម៉ូដផ្ទះកែគុណនៅកន្លែងសយ៉ាបបាទកន្លែងវេរងដាខាងមុខហ្នឹងគាត់ដាក់នៅទូកញ្ចក់អញ្ចឹងណាបាទហើយសម្រាប់មួយវិញទៀតបងប្អូនប្រកាសជាឆ្ងល់ដែរបាទឆ្ងល់ថានៅបរិយាយើងថាមានសួនមានអីអត់ទេបាទអញ្ចឹងនៅបរិយាយើងគឺយើងមានសួននៅខាងមុខបងប្អូននៅជាប់នៅចិត្តនឹងខ្លងទ្វារបរិយាតែម្ដងបាទអញ្ចឹងខាងមុខនេះគឺជាសួនរបស់យើងបងប្អូនបាទគឺបងប្អូនបានឃើញខាងមុខនេះគឺជាសួន playground ក្មេងលេងអញ្ចឹងណាអញ្ចឹងងាកឡើងម្ចាស់ផ្ទះនៅវគ្គ QA យើង
អាចមកគួយលេងហាត់ប្រាណនៅសួននេះបានបងប្អូនបាទគឺតិចទៀតដើមឈើធំៗនេះនឹងដុះមកកានទៅតិចទៀតដែរបងប្អូនបាទហើយមានម៉ាតមានអីនៅនឹងតិចទៀតម្ចាស់ម៉ាតគាត់នឹងដាក់លក់ដែរណាបងប្អូនអញ្ចឹងគឺកាន់តែអ៊ូអរបន្ថែមទៀតហើយបាទហើយមកជួរផ្ទះនេះគឺសុទ្ធតែផ្ទះភ្ញៀវទាំងអស់ណាបាទនេះសុទ្ធតែភ្ញៀវចូលរស់នៅហើយខាងនោះគឺជាក្លោងទ្វាររបស់បារីអញ្ចឹងយើងចូលមកមានផ្លូវភ្លោះបាទធំល្អមែនទែនហើយទៅវគ្គខាងក្រោយនោះបាទព្រោះខាងក្រោយនោះគឺវគ្គ QB របស់យើងបាទកំពុងតែធ្វើការសាងសង់ហើយភ្ញៀវគាត់បានទិញអស់ហើយដែរបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកសិក្សានៅ ONC បងប្អូនអាចមកមើលឥឡូវបានព្រោះតម្លៃនៅល្អមែនតើណាបាទអញ្ចឹងសម្រាប់វីដេអូនេះបងប្អូនមានតែប៉ុណ្្នឹងទេអញ្ចឹងជួបគ្នានៅវីដេអូបន្តទៀតបងប្អូននឹងមកអាប់ដេតពីប្លុក QB បាទម៉ូដថ្មីរបស់យើងណាបងប្អូនបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតអញ្ចឹងជួបគ្នាត្រឹមប៉ុណ្្នឹងសូមអរគុណបាទ